សួស្តីមកលោកអ្នកហើយថ្ងៃនេះខ្ញុំចង់ចែកម្លែកចំពោះអ្នកប្រើប្រាស់ឡានព្រោះលើកអាឡានព្រីសតែតើតើនឹងការប្រើប្រាស់ឡានព្រោះគឺយើងត្រូវដឹងចំណុចធំទី1គឺអាគុយវាហ្នឹងអាគុយ hybrid វាត្រូវការសាកអញ្ចឹងបើសិនជាមុនបងប្អូនទិញប្រើប្រាស់បងប្អូនត្រូវដឹងថាតើការប្រើប្រាស់បងប្អូនហ្នឹងរយៈពេលដែលបងប្អូនប្រើប្រាស់ឬចម្ងាយពេលយើងប្រើហ្នឹងវានេះអត់វាសាកសមណាឲ្យវាសាកថ្មបានអត់អញ្ចឹងបើសិនជាបងប្អូនជិះរយៈពេលខ្លីចម្ងាយខ្លីរយៈពេលខ្លីគេថាតម្រូវការជិះប្រចាំថ្ងៃជិះតែ5នាទី10នាទីអីទេហើយទុកឡាននឹងចោលហើយมันគួរទេបើតាចំបងខ្ញុំគឺมันគួរទិញជិះទេព្រោះអគុយសាក់បានតិចវាងាយនឹងធ្វើឲ្យខូចអគុយហើយខូចអគុយ hybrid វាត្រូវសារជួសជុលអគុយវាអាចប៉ះពាល់ដល់ផ្នែកផ្សេងទៀតរបស់ឡានដែរអញ្ចឹងណាបាទចឹងបងប្អូនបើអ្នកជិះឆ្ងាយជិះច្រើនចានយល់ល្អបាទបងប្អូនអាចទិញប្រើប្រាស់បានវាព្រោះវាសមចៃវាចំណាយការចាក់សាំងវាអត់តិចដោយសារ100គីឡូវាអាចអស់ត្រឹមតែ5លីត្រអីទេណាបងប្អូនអញ្ចឹងយើងអាចប្រើប្រាស់វាបាននេះពេលឡានហ្នឹងបាទខ្ញុំជិះ10ឆ្នាំហើយជិះដំបងលើគេថាចេះថាចុះតែខ្ញុំអត់ខ្វល់អ្នកថាចេះថាចុះខ្ញុំចង់ដឹងតែអូជីកាត់ភ្លៀងមិនកើតទេជីឆ្ងាយមិនកើតអត់ទេណូជាក់ស្ដែងខ្ញុំជីខ្លួនឯងហើយកាត់ភ្លៀងកាត់ទឹកមិនក៏បានដែរសំខាន់កុំអោយតែខ្សែភ្លើងរបស់យើងហ្នឹងជាងគាត់ជួសជុលហ្នឹងគឺគាត់ធ្វើឲ្យយើងស្អាតណាមួយខ្សែភ្លើងវាអត់មានត្រូវជួសជុលអីទេវាសំខាន់គឺយើងប្រើប្រាស់ជាក់ស្ដែងខ្លួនឯងមិនដឹងហើយមួយវិញទៀតហើយជីឆ្ងាយកើតតែប៉ុន្តែជីឆ្ងាយសំចៃជីឆ្ងាយកើតបងប្អូនណាកើតអត់អីទេខ្ញុំជីហោះហើយអញ្ចឹងទៅឆ្ងាយរាប់ដី5-6គីឡូក៏បានដែរអត់បញ្ហាអីទេបាទហើយម៉ាស៊ីនជាអីជាបាទជាស្រួលជាខ្លាំងណាបាទហើយប្រព័ន្ធសុវត្ថិភាព ABS គឺល្អហ្វ្រាំងវាជន់ទៅស៊ីល្អបាទអញ្ចឹងអានេះក៏និយាយទូខ្លះបងប្អូនចាណាមើលណាព្រោះមានបងប្អូនខ្លះគាត់អត់ហ៊ានជីបទិញប្រើហើយគាត់ឬសូតែគេនិយាយហើយអ្នកនិយាយពីច្រើនអ្នកនិយាយហ្នឹងគឺគាត់អត់អាចជីទេគាត់លឺតាមគេហើយគាត់និយាយពីគុណវិបត្តិវាអញ្ចឹងណាហើយអ្នកខ្លះជីដែរជីទិញទួចមានបញ្ហាទៅគាត់ក៏ឈប់តាដោយសារគាត់អត់យល់ពីពួកប្រភេទនេះយើងត្រូវយល់ហើយចេះយល់ពីប្រព័ន្ធរបស់បច្ចេកវិទ្យាព្រោះនេះបច្ចេកវិទ្យាច្រើនបាទអរគុណច្រើនជម្រាបលាបងប្អូន